Nè mô tassa bhagavato arahato sama sambuddhassa. Nè mô tassa bhagavato arahato sama sambuddhassa. Nè mô tassa bhagavato arahato sama sambuddhassa. Buddhang saranang kejahami. Dhammang saranang kejahami. Sanghang saranang kejahami. Tu tệ yam pe Buddhang saranang kejahami. Tu tệ yam pe Buddhang saranang kejahami. Tu tệ yam pe Dhammang saranang kejahami. Tu tệ yam pe Dhammang saranang kejahami. Tu tệ yam pe Sanghang saranang kejahami. Tu tệ yam pe Sanghang saranang kejahami. Ta tệ yam pe Buddhang saranang kejahami. Ta tệ yam pe Buddhang saranang kejahami. Ta tệ yam pe Dhammang saranang kejahami. Ta tệ yam pe Dhammang saranang kejahami. Ta tệ yam pe Sanghang saranang kejahami. Ta tệ yam pe Sanghang saranang kejahami. Tệ sarana kahanang pareponnang. Ame phante. Pana tệ pata veramani sakha patang samati yami. Pana te pata veramani sakha patang samadhiyami. Ataniya tiniya veramani sakha patang samati yami. Ataniya teniya veramani sakha patang samadhiyami. Kame so macha chara veramani sakha patang samati yami. Kame so macha chara veramani sakha patang samadhiyami. Muksa vieti veramani sakha patang samati yami. Muksa vete veramani sakha patang samadhiyami. Sora raya maja pamatatahana veramani sakha patang samati yami. Sura meraja maja pamatatana veramani sakha patang samadhiyami. Ikmani panca sakha patia nisa tukang katva apamatena nica kalang samaraka heta peang. Ame phante. Sailena sokatang yonte sailena phoka sampati sailena naputang yonte tasma sailang visao the ye. Sa thúcតោឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាគណៈយើងបាននៅសមាទាននៅនិច្ចសិលតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជនណាដែលសម្លាប់សត្វផងនៅនិយាយនៅពេលកុហកផងកាន់យកនៅរបស់ដែលគេមិនបានឲ្យក្នុងលោកផងសែបប្រពន្ធរបស់អ្នកដតីផងផឹកសូរានិងមេរ័យផងជននោះឯងឈ្មោះថាកោះរំលើងនៅឫសគល់របស់ខ្លួនឯងដោយពិតអញ្ចឹងកាលណាតែយើងមិនមានសិលគឺឈ្មោះថាយើងកោះរំលើង
នៅរិះគល់ខ្លួនឯងហើយពុទ្ធបរិស័ទយើងក៏ជាអ្នកមានសិលហើយវិរៈកម្មវិធីជាបន្តយើងតាំងចិត្តស្ដាប់នៅព្រះបរិត្តដែលជាសេរីសួស្តីហ្នឹងគឺថាលោកម្ចាស់ជាអ្នកចម្រើនហ្នឹងគឺថាប្រកបទៅដោយមេត្តាចិត្តហើយពុទ្ធបរិស័ទយើងតាំងចិត្តស្ដាប់ដើម្បីស្ដាប់ឲ្យយល់ទៅនៅក្នុងព្រះបរិត្តហ្នឹងទៅជាសេរីសួស្តីមិនមែនថាយើងមិនយល់ហើយចេះតែមានសេរីសួស្តីអីនោះទេស្ដាប់ពធក៏ដូចគ្នាដែរស្ដាប់ពធដែលជាមង្គលហ្នឹងគឺយើងយល់អត្ថនៃពធហ្នឹងទៅជាមង្គលយើងស្ដាប់ហើយអត់បានបញ្ជូនចិត្តទៅនៅក្នុងកសែនៃពធហ្នឹងទេអត់ជាមង្គលទេអញ្ចឹងសូមពុទ្ធបរិស័ទយើងតាំងចិត្តទាំងអស់គ្នាណាដើម្បីគោរពនៅព្រះសទ្ធម្មសូម្បីតែព្រះសម្មាសម្ពុទ្ធព្រះអង្គអត់មានបុគ្គលដែលគួរគោរពទេអញ្ចឹងព្រះសម្មាសម្ពុទ្ធគឺគោរពព្រះសទ្ធម្មការដែលយើងរស់នៅមិនមាននៅសេចក្តីគោរពការរស់នៅហ្នឹងគឺជាទុក្ខមិនមែនជាសុខទេសមន្តាចក្រវាលេសុអត្រាគេឆន្ទទេវតាសធម្មងមុនិរាជាសសនន្តសក្យមោខទាំងទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះដើម្បីស្ដាប់នៅព្រះសទ្ធម្មជាធัวអាចឲ្យសួរនឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញវិបត្តិបដិពេហាយសព្វសម្បត្តិសិទ្ធិយាសព្វទុក្ខសព្វភយសព្វរោគៈវិនាសាយប្រតាំងព្រោធម្មង្គលំបពិតលំចាស់ដ៏ចម្រើនគ្រប់ព្រះអង្គជើងខ្ញុំព្រះអង្គទាំងឡាយសូមរតនាលោកម្ចាស់ដើម្បីចម្រើននៅព្រះបរិត្តជាជ័យមង្គលជាសិរីសួស្តីដើម្បីកម្ចាត់បងនៅទុក្ខនិងរោគនិងភ័យបានសម្រេចនៅសេចក្តីសុខតាមសេចក្តីប្រាថ្នាធម្មសវនកាឡោអយំភតន្តាធម្មសវនកាឡោអយំភតន្តាធម្មសវនកាឡោអយំភតន្តាបបិទ្ធលោកអ្នកសពរស់ទាំងឡាយពេលនេះជាពេលគួរនឹងស្ដាប់នៅព្រះសទ្ធម្មសូមអនុមោទនាក្នុងការស្ដាប់នៅព្រះបរិត្តទាំងអស់គ្នាសូមអនុមោទនាសង្ឃពីធរណ3បានផ្ដើមពធនមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវេតោសនមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ស្សៈរិកេរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់អង្គដមព្រះអង្គជាព្រះរហន្តដ៏ប្រសើរត្រង់ត្រាស់ដឹងនៃញាយធម៌ទាំងពួងដោយប្រពៃអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយទាំងសារណៃកេចាមិសារណៃកេចាមិខ្ញុំព្រះករុណាសូមដោះនៃព្រះពន្ធព្រះធម៌ព្រះសង្ឃជាទីបែងទេរលែងទុតិយាមពេពន្ធទាំងមិទុតិយាមបធម្មសារណៃកេចាមិទុតិយាមបសង្ឃានសារណៃកេចាមិខ្ញុំព្រះករុណាសូមជាទីបែងទេរលែងជាគម្រំពីរដងផនតតិយាមពេពន្ធទាំងសារណៃកេចាមិតតិយាមបធម្មសង្ឃានសារណៃកេចាមិខ្ញុំសញ្ជាទេបានទេរលែងជាកំរំបីដងផងសម្ពុទ្ធហេអតវិសញ្ចទ្វាតសញ្ចសហមិសរសាហាញខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ28ព្រះអង្គផង12000ព្រះអង្គផង
ដោយត្បូងរបស់ខ្ញុំព្រះករុណាសម្បត្តិបញ្ចបញ្ញសញ្ចចតវេសតសហសកេទសសតសហសាហែងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ55ព្រះអង្គផង24000ផងដោយត្បូងរបស់ខ្ញុំព្រះករុណាសម្បត្តិនវតរសតេអតចតល័យសសហសកេហែងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ109ព្រះអង្គផង48000ព្រះអង្គផងព្រះករុណាទេសែងថាមិនចសែងកាយអតរេនិនាមីមិហែងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ផងនៅព្រះសម្មាសម្ពុទ្ធទាំងឡាយនោះដោយគោរពនមស្ការានុភាវេនហន្ត្វាសាពេឧបតវេសិក្ខាថ្វាយបង្គំសូមឲ្យកំចាត់បងនៅឧបទ្រពទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកចូលឲ្យវិញ្ញាណមានសេសឡាយសកត្វាពុទ្ធរតនាញោសតេញោធម្មងវរញ្ញហតេទេវមនោសនេពុទ្ធតេចេនសន្តបតវិសាបេតោខាវោបសមន្តតេសូមឲ្យឧបទ្រពទាំងឡាយទាំងពួងវិញ្ញាបាត់ទៅសូមឲ្យអ្នកស្ងប់រងាប់ទៅដោយសេរីសួស្តីដោយដែលជាអនុភាពនៃប្រពន្ធប្រធ្វើក៏រំនៅប្រពន្ធតរនដោយជាអសនដ៏ដំប្រសើរជាប្រយោជន៍ដល់ទេអសថេងតមងវរេបដលាហោបសមនេធម្មតេចេនសោធិននសន្តបតវិសាពេតែសូមឲ្យឧបទ្រពទាំងឡាយទាំងពួងវិញ្ញាបាត់ទៅសូមឲ្យរត់ដោយរបស់អ្នកស្ងប់រងាប់ទៅដោយសេរីសួស្តីដោយដែលជាអនុភាពនៃប្រធមប្រធ្វើគោរពនៅបឋមអសនដ៏ដំប្រសើរជានៅសេចក្តីក្រវាក្រវាយសែកកាត់ថ្វាសែងករតនេញអសថាងអតមងវរេងអហុណៃយ៉ាងបានណាសន្តបតវិសាពេរោគិយវោបសមន្តតេសូមឲ្យឧបទ្រពទាំងឡាយទាំងពួងវិញ្ញាបាត់ទៅស្ងប់រងាប់ទៅដោយសេរីសួស្តីដោយដែលជាអនុភាពនៃប្រធមរពនៅប្រសង្ករណដោយជាអសនដ៏ដំប្រសើរជាវត្ថុគួរមកបូជាជារតេជាយន្តោពោធិយាមលេសច្ចៈណៃនន្តវេដណោអេវៃថ្វាញវិជយោករេអភិសេកេសាពពន្ធានញ្ញកាបតាបមោតតេបសម្មាសម្ពុទ្ធរញ្ញាសេចក្តីត្រេកអរនៃសច្ចៈទាំងឡាយឲ្យចម្រើនព្រះអង្គឈ្នះមាហើយប្រសាបំពន់ត្រង់រីករាយចំពោះធម៌ដែលព្រះអង្គត្រាស់ដឹងលើអបរាជតបលែងជាចយមង្គលទៀមកបតិប្រែងត្រាំចានប៉ែនដីដូចជាស្លែងឈរជាទីក៏ព្រះអង្គយ៉ាងណាមិនសមឲ្យអ្នកជាបកមានជំនះឈ្នះអសត្រូវយ៉ាងណោឯងសញ្ញាខេតតែសមែងកលែនសពភាតែសហតិតែសកណោធម្មចារីសពេណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិនពេដូចឈ្មោះថាជាអ្នកកតរល្អជាមង្គលល្អជាពេភ្លើស្វាងល្អជាកណល្អជាយមល្អទៀនដែលបកលបានបយជាហើយដល់ព្រះមចារីបកលទាំងឡាយក្នុងពេដូចឈ្មោះថាជាគ្រឿងបយជាល្អបតិកិណៃកាយកម្មមិនបតិកិណៃបតិកិណៃមโนកម្មមិនបនិធិទេបតិកិណៃក្នុងថ្ងៃនោះកាយកម្មក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើនវិជ័យកម្មក៏ឈ្មោះថាចម្រើនមโนកម្មក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើនសេចក្តីប្រាថ្នាទាំងឡាយរបស់អ្នកទាំងនោះក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើនបតិកិណៃនៃការថ្វាយនិលផានតាន់ទេ
Đại ca gia cam với chay cam mà đỏ cam của đỏ xích đây chấm ra dẹn điện hai cái râm mênh ban nơi phải cho ta chấm ra tiếng lai phía vẽ tổ xa phía men cả leng bằng có tâm quên cho miền đa nè ra khăn ta xa phát tê và tà xóm tê và đà tăng on nè xa bà bôn thia nó phía về nè đòi nó phía này bà bôn chim cha thầm mi nó phía về nè đòi nó phía này bà thoại tâm quên xa bà sang kia nó phía về nè đòi nó phía này bà sang tâm quên sa tia sao thay cho miền đàn nè ai bàn sạp ca sạp về lia สาธุสาธุสาธุอากาศธาจะภูมิมันธาเตวิเนียเกียมหันติกาปยังโนอนุโมตันตใจรังราคันตศาสนังอากาศธามาธาเตวิเนียเกียมหันติกาปยังโนอนุโมตันตใจรังราคันตเรียจีโนอากาศธาจะภูมิ ทาเตเวียเนียเกียมหันติกาปัญญังโนอนุโมตันติจิรังราคันตุญิตยาวอากาสันทาจะภูมิมันทานเนียเกียมหันติกาปัญญังโนอนุโมตันติจิรังราคันตุปานนาอากาสันทาจะภูมิมันทาเตเวียเนียเกียมหันติกาปัญญังโนอนุโมตันติจิรังราคันตุโนสัพเพสุขโมตนีจังขยมกนาសូមภาวនាបច្ច័យ4ដែលព្រះអង្គនិមន្តមកចម្រើនព្រះបរិត្តទាំងព្រះអង្គឡាយទាំងអស់អង្គបាន25អង្គចឹងខ្ញុំកណាសូមภาวនាបច្ច័យ4ទាំង25អង្គដូចតទៅអ៊ីទាំងកបយការកានੰហត្ថេពវិសតិកេវលੰតំភេចត្តារបច្ចយេព្រះភញ្ចថារូបយវត្ថុទាំងអស់នេះមាននៅក្នុងដៃវិយោចៈរបស់គុណម្ចាស់មួយអង្គ 10000 រៀលមកអង្គមុខ6ព្រះអង្គខាងមុខមួយអង្គ 50000 ម្ចាស់ប៉ុនហើយក្រៅពីហ្នឹងគឺខ្ញុំមួយអង្គ 10000 ទាំងអស់អង្គអង្គពីចង់ខែ 10000 ទៀតក៏20000ចឹងមួយអង្គ 20000ដល់ក្រៅអំពីគណៈសង្ឃទាំង5ព្រះអង្គខាងមុខនេះហើយនឹងខ្ញុំ 10000 គ្រប់ព្រះអង្គនិងម្ចាស់បុណ្យថែម 10000 ទៀត 2អង្គ 20000ចឹងសូមគុណម្ចាស់ប្រើប្រាស់នៅបច្ច័យ4តែម្យ៉ាងដែលខ្ញុំបវណ្ណាដូចតទៅគឺថាគណៈសង្ឃខាងមុខក្នុងមួយអង្គ 50000 ហើយខាងក្រោយដែលនិមន្តមកចម្រើនព្រះបរិត្តនិងព្រះអង្គឡាយផងខ្ញុំមករាប់ 10000 ម្ចាស់បុណ្យរាប់ 10000 ទៀតគឺ 20000 ទៅនៅក្នុងដៃវាបច្ចៈសូមបវណ្ណាដល់គុំម្ចាស់ប្រើប្រាស់នៅបច្ច័យ4តែម្យ៉ាងដើម្បីស្ដីសុខដីចម្រើនដល់ម្ចាស់ដើមបុណ្យនិងពុទ្ធដល់បរិស័ទទាំងអស់សូមអនុមោទនាទេវាកន្ធវានេវេតយងសំពេហើយយេសន្តាជីវន្តាហារហេតកាមណៃញ៉ាំងភោចនំលផន្តមមចេតសាទេសូមអនុមោទនាសូមម្ចាស់តំបន់ប្រកេនទេយធនចេញចូលប្រកេនមកគ្រប់5នាក់ណាសូមជើញញោមសក់សេស៊ីហេប្រកេនទេយធនហើយសម្រាប់ទេយធននេះក៏សូមសេចក្តីអនុគ្រោះពីសំណាក់ព្រះធរៈផងគឺសម្រាប់ព្រះគណៈសង្ឃទាំង5ព្រះអង្គដោយសារតែเราរៀបចំសម្រាប់5ព្រះអង្គមានព្រះវិន័យធម៌ព្រះកាយប្រការលោកគ្រូសូត្រស្ដាំចូលព្រមលេខាធិការទៅដល់សូមទទួលដែលសេចក្តីអនុគ្រោះសូមជើញប្រកេនទេណាហើយទិកសលសូមជូនមគ្គផលចំពោះទៅដល់មេត្តាបៃតាគុណគ្រូឧបជាយាចាគុណញាតិដេកា7សន្តានជីដូនជីតារស់នៅ
លោកម្ចាស់ចែកឋានសូមជូនមគ្គផលកុសលកាងកានសូមសុខក្សេមសានដល់ឋានផុតទុកសូមផលនៃចិត្តដែលជ្រះថ្លាបរតនត្រ័យនៅផលនេះចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សូមអនុមោទនីកិច្ចកម្មវិធីជាបន្តក៏សូមអារាធនាលោកម្ចាស់គ្រូទាំងពីរព្រះអង្គដែលត្រូវនិមន្តសម្ដែងនៅព្រះធម៌ក្នុងពិធីបុណ្យពុទ្ធាពិសេសមានលោកម្ចាស់គ្រូមេតាធនោមឿនសឿនជាលោកគ្រូសូត្រស្ដាំក្នុងវត្តព្រះមហាកុណកុដនិងលោកម្ចាស់គ្រូអភិធម្មមានន្តោម៉ៅឯកជាព្រះអភិធម្មមេចាក្នុងវត្តព្រះមហាកុណកុដអារាធនានិមន្តឡើងនៅក្រេធម្មទេសនៈដើម្បីប្រកាសសម្ដែងនៅព្រះធម៌សូមអារាធនានិមន្តហើយក៏សូមអញ្ជើញលោកគ្រូអាចារ្យភីសកុនធានៅទីណាដែរសូមអញ្ជើញមកកាន់រោងដើម្បីអារាធនាព្រះធម៌អាចារ្យគុនធាព្រះសទ្ធម្មណាជាធម៌ប្រកបដោយអង្គ8ប្រការជាគន្លងដំណើរនៃព្រះអរិយបង្គលជាផ្លូវដ៏ត្រង់ក្នុងកិរិយាញាណជនដែលប្រាថ្នានៅព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះត្រជារងាប់បងនៅភ្លើងតុងភ្លើងកិលេសជាធម៌ដ៏អត់ដំជាកុញ៉ាំងសានឲ្យចេញចាក់សង្សារតុងខ្ញុំព្រះករុណានៅព្រះសាទធម្មនោះដោយគោរពសូមអញ្ជើញញោមឧបាសកសេងសិហៅនៅទីណាសេងសិភេងសូមអញ្ជើញមកខាងមុខញោមឧបាសិកាតេងបណ្ឌរតមួយលើដោយភរិយានិងបុត្រព្រមទាំងកូនចៅទាំងអស់គ្នាអញ្ជើញមកខាងមុខដើម្បីស្ដាប់នៅពធសូមអនុមោទនីណាមោណាមោណាមោកណ្ណាខ្ញុំកណ្ណាសូមនមស្ការថ្វាយបង្គំពោះប្រជុំ3នៃព្រះរតនត្រ័យនមស្ការថ្វាយបង្គំចំពោះកណ្ណាព្រះអង្គគ្រូធម្មគតិកាចារ្យទាំងពីរព្រះអង្គដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាចឹងសូមពុទ្ធបរិស័ទយើងណាសម្រួលនៅអរិយាបថសំគួរកណ្ណាដើម្បីបានឱកាសរតនីនៅពធទេសនាតាមសំគួរឲ្យពុទ្ធបរិស័ទដែលលោកមានសេចក្តីជ្រះថ្លាចូលរួមបូជាពធក៏ចាត់តែងចែងតាមសំគួរចុះសូមពុទ្ធបរិស័ទតាំងចិត្តដើម្បីរតនីនៅពធទេសនាដូចតទៅអនុមោទនីលើកប្រគេនទាំងអស់ទៅលើកប្រគេនទាំងទាំងតោកហ្នឹងទៅបាទហ្នឹងហើយចឹងបានឱកាសសូមសេចក្តីអនុញ្ញាតបីបានឱកាសរតនាពធដូចតទៅអហង្រីខ្ញុំម្ចាស់សូមឱកាសអរដ្ឋនីលោកម្ចាស់ពលធម្មីប្រាប់មេគីដល់វិញសัตព្រះពុទ្ធត្រង់សំដែងគ្រប់កន្លែងលោវិចិត្តធនោះ
ល្អប្រណិតសែនល្អល្អិតជាសាច់ចាំងយើងខ្ញុំប្រាថ្នាស្ដាប់ធម៌ជាច្បាប់យ៉ាងប្រចាំងសូមយកចិត្តទុកដាក់ស្ដាប់សច្ចៈធម៌បវងហេតុនេះសូមលោកម្ចាស់មានឱកាសវេលាល្អពលធម៌មានលំអខ្ញុំសាទរតទួលស្ដាប់ម្យ៉ាងសូមពុទ្ធបរិស័ទមេត្តាស្ងាត់បិទទូរស័ព្ទកុំមាត់គួត្រង់ត្រាប់ពលលោកទាំងប្រាប់ធវេណីអនុមោទនីសត្តហាណោអរហតាំងធម្មងនពានបតិយាសុសោសង្ឃលភតេបញ្ញអបមតោវិចក្ខណោអ្នកដែលជឿធัวព្រះអរហន្តហើយធនំដល់ត្រើយគឺព្រះនិព្វានទាំងមិនប្រមាទឲ្យខាតសិលទានធ្វើអ្វីក៏មានការពិចារណាជាអ្នកស្ដាប់ធัวគោរពដោយល្អមិនធ្វើមាត់កមិនពោលចរចាទាំងមិនរំខានពេលស្ដាប់ទេសនាតែងបានបញ្ញាប្រាជ្ញាមោះមុតសូមពុទ្ធបរិស័ទអ្នកស្កាត់រកធัวប្រឹងស្ដាប់ដោយល្អយកជាគំនិតទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតលងលុះមរណាទេណាសូមអនុមោទនីអនុមោទនីស្ដាប់នៅពធទេសនាដើម្បីបាននៅសតិបញ្ញាស្មារតីអនុមោទនីសូមរតនីនិមន្តគណៈខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះពិជុ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពនិងដោយចាត់ជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃជាព្រះថេរៈគ្រប់ព្រះអង្គមានលោកចាស់អគ្គចតោព្រះថេរៈជីណូរសោនិងអង្គគ្រូព្រះវិន័យធោសន្និចតតោសូមធ្វើសេចក្តីរាប់អានចំពោះបងគ្រូចាតិកាឥន្ទ្រិយសង្វរោបងគ្រូសូត្រឆ្វេងសោពិតៈបណ្ឌិតោនិងលោកចាស់លេខាធរៈបញ្ញោនិងអ្នកមានអាយុបតទេសនិងកណាបងគ្រូគ្រប់ព្រះអង្គជាពិសេសគឺបងគ្រូព្រះអភិធម្មមាននន្តោដែលគង់លើធម្មេសនៈសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីមានឧបាសកសៀងសៀភេងឧបាសកសៀងសៀខៅនិងឧបាសិកាតេងបុណ្យរតឧបាសិកាសុគន្ធាដែលជាម្ចាស់ដើមទានប្រធានតំបន់ក្នុងកម្មវិធីបុណ្យណាពុទ្ធាភិសេកក្នុងការកសាងនៅ
ទេសកៈចេតដីដែលតម្កល់ទុកនាវត្តព្រះកនកុដភូមិរំជែក3សង្កាត់រតនៈក្រុងបាត់ដំបងនិងខេត្តបាត់ដំបងដើម្បីជាទីគោរពសក្ការៈដល់មហាជនទូទៅដែលបានចូលមកកាន់ទីលានព្រះចេតិយក៏បានគោរពនមស្ការក្រាបថ្វាយបង្គំចឹងជាកិច្ចបន្តក៏នឹងសូមសេចក្តីអនុញ្ញាតដើម្បីនឹងរតនានៅព្រះធម៌មិញនេះលោកចាស់ផុតទេសបានខ្សឹបប្រាប់សូមត្រឹម1អង្គ20 25នាទីហ្នឹងចឹងវាស្មើនឹង60នាទីវា1ម៉ោង50នាទីខ្វះ10នាទី1ម៉ោងឥឡូវម៉ោង7:09ណាខ្វះប្រហែលនាទីទៀតខ្វះ10នាទីទៀតចឹងនៅក្នុងសេចក្តីនៃព្រះធម៌ដែលខ្ញុំកណានឹងរតនាគឺលើកឡើងតកតងនឹងប្រវត្តិរឿងរ៉ាវរបស់ព្រះឧបវណ្ណថេរៈនៅក្នុងឧបវណ្ណថេរាបទានដែលព្រះថេរៈមានគោរពបូជាព្រះថេរៈក៏ជាអេតតកៈមួយនៅក្នុងបណ្ដាលអេតតកៈនៃព្រះមេរុភាក្នុងន័យព្រះតាកថានៅក្នុងអបទានក៏លោកចាប់ផ្ដើមបញ្យលពីពនាមថេរៈមួយអង្គហ្នឹងគឺលោកបានសន្សំនៅបញ្ញត្តិការក្នុងសម័យព្រះសម្មាសម្ពុទ្ធព្រះនាមបតមុត្តរៈលោកកើតក្នុងត្រកូលក្រីក្រទេព្រះថេរៈបថេរៈឧបវណ្ណៈហ្នឹងហើយក៏លោកបានឃើញទេវតាមនុស្សគ្រុឌនាគកំផនយៈហើយនឹងកន្ធប់បានកសាងចេតិយដែលមានកម្ពស់7យោជន៍ចេតិយដែលធ្វើអំពីមាសដែលឧទ្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធបតមុត្តរៈហ្នឹងហើយក្នុងការនោះព្រះថេរៈឧបវណ្ណៈដែលកើតនៅក្នុងត្រកូលក្រីក្របានដោះយកនៅសម្ពត់របស់ខ្លួនហ្នឹងឯងដែលមានពណ៌សស្អាតហើយក៏ចងធ្វើជាទង់ហើយក្នុងការនោះមានយៈដែលបានទទួលទូនាទីជាធំក្នុងការមើលថែបច្ចេកដីហើយបានកាន់ទង់របស់បរោះក្រីក្រដែលជាឧបវណ្ណៈហ្នឹងដើរបតិសិនជុំវិញនៅចេតិយនឹងឯង3ជុំហើយក៏ដោយអំណាចនៃសេចក្តីជ្រះថ្លារបស់ឧបវណ្ណៈហ្នឹងក៏អន្តោលទៅកាន់សុគតិសួគ៌នឹងទេវលោកនៅពេលដែលបានមកបដិសន្ធិក្នុងផតកប្បយើងនេះក៏បានកើតជាព្រាហ្មណ៍ក្នុងការដែលអនាថបណ្ឌកសិទ្ធិវេនៅវត្តចេតពុនថ្វាយព្រះមានព្រះភិក្ខតែឧបវណ្ណៈនឹងឯងក៏បានស្ដាប់ព្រះធម៌នៃវត្តចេតពុនចឹងទៅក៏បានបួសសម្រាប់នៅវិបស្សនាសម្រាប់ជាព្រះអរហន្តព្រមដោយអបញ្ញេ6ហើយព្រះថេរៈនឹងឯងក៏លោកបានបម្រើព្រះមានព្រះភិក្ខដោយទឹកក្តៅនិងភេសជ្ជៈព្រះមានព្រះភិក្ខក៏បានស្ងប់រងាប់នៃរោគព្រះអង្គក៏បានធ្វើនៅ
ការអនុមោទនាទានរបស់ព្រះឧបវណ្ណៈហ្នឹងចឹងហើយនៅពេលដែលលោកបានស្ដាប់ពធរបស់ព្រះមានព្រះភិក្ខធ្វើឲ្យលោកនឹងមានចិត្តជ្រះថ្លាចឹងទៅក៏លោកបានបន្លឺនៅអបទាននឹងឯងដោយខ្លួនលោកតែម្ដងចឹងបានចាប់ដើមនៅក្នុងត្រៃបិដកលេខ72ហ្នឹងគឺព្រះថេរៈបានពោលព្រោះជាគាថាខ្ញុំកណានឹងអរតនីសេចក្តីទាំងស្រុងនៅក្នុងបត្រៃបិដកហើយសេចក្តីមិញហ្នឹងគឺនៅក្នុងព្រះអដ្ឋកថាប្រវត្តិរឿងរ៉ាវរតនីសំគួរដល់ការវេលាហើយក៏មើលទៅក៏មានសេចក្តីជ្រះថ្លាពីរោះដោយអានុភាពនៃការគោរពបូជាបច្ចេកដីកសាងនៅព្រះចេតិយហើយក៏ត្រូវនឹងកម្មវិធីរបស់យើងដែលម្ចាស់ទានគាត់បានកសាងនៅព្រះពុទ្ធរូបដែលជាឧទ្ទេសកចេតិយឧទ្ទិសថ្វាយចំពោះព្រះសម្មាសម្ពុទ្ធដែលតម្កល់ទុកនៅក្នុងវត្តព្រះកណ្ដកុដហ្នឹងហើយក្នុងសេចក្តីនៃព្រះពុទ្ធដីកាព្រះឧបវណ្ណថេរាបទានទី2ព្រះចិនស្រីសម្ពុទ្ធព្រះនាមបត្តមុត្តរៈទ្រង់ដល់ត្រើយនៃធម៌ទាំងពួងរុងរឿងដូចជាគំនោភ្លើងទ្រង់បរិនិព្វានទៅហើយមហាជនមកជួបជុំគ្នាបូជាព្រះតថាគតធ្វើជើងថ្កដល់វិចិត្រហើយលើកតម្កល់ព្រះសរីរៈមហាជនទាំងនោះព្រមទាំងទេវតានិងមនុស្សលុះធ្វើព្រះសរីរកិច្ចរួចហើយប្រមូលព្រះធាតុត្រង់កន្លែងជើងថ្កនោះមកធ្វើជាព្រះពុទ្ធស្ដូកជាន់ទី1ធ្វើដោយមាសជាន់ទី2ធ្វើដោយកែវមណីជាន់ទី3ធ្វើដោយប្រាក់ជាន់ទី4ធ្វើដោយកែវផលិតជាន់ទី5នៃព្រះស្ដូបនោះធ្វើដោយកែវទន្ទឹមជាន់ទី6ធ្វើដោយកែវមរកតជាន់ខាងលើដោយរតនៈគ្រប់យ៉ាងព្រះចេតិយពោ7ជាន់ណាទាំងអស់ត្រណប់ខ្សាច់នៃព្រះស្ដូបធ្វើដោយកែវមណីបង្កាន់ដៃធ្វើដោយកែវតួព្រះស្ដូបធ្វើដោយមាសសុទ្ធទាំងអស់កម្ពស់ឡើងទៅ1យោជន៍កាលនោះទេវតាមកជួបជុំគ្នាត្រង់កន្លែងនោះហើយប្រឹក្សាជាមួយគ្នាថាពួកយើងនឹងធ្វើព្រះស្ដូបថ្វាយព្រះលោកនាថជាតាតិបុគ្គលព្រះធាតុអត់មានបែកខ្ញែកចេញពីគ្នាព្រះធាតុនៅជុំតែមួយដុំបើដូច្នេះពួកយើងនឹងធ្វើព្រះស្ដូបស្រោចស្រពព្រះពុទ្ធអង្គនោះដែលមាននាមថាបត្តមុត្តរៈពួកទេវតាបានបង្កើនកម្ពស់1យោជន៍ដតីដោយកែវទាំង7ប្រការព្រះស្ដូបនោះមានកម្ពស់2យោជន៍តែងចាត់ចែងនៅពន្លឺទាំងឡាយសពកាលគ្រានោះពួកនាគបានមកជួបជុំគ្នាត្រង់កន្លែងដែលព្រះស្ដូបនោះហើយប្រឹក្សាគ្នាថាពួកមនុស្សនិងទេវតាបានធ្វើព្រះស្ដូបថ្វាយព្រះពុទ្ធពួកយើងកុំថ្វាយប្រហែសឡើយព្រោះមនុស្សនិងទេវតាមិនប្រហែសបើដូច្នេះពួកយើងនឹងធ្វើព្រះស្ដូបថ្វាយព្រះលោកនាថព្រះអង្គជាតាតិបុគ្គលពួកនាគទាំងនោះប្រមូលកែវទន្ទឹមកែវមហានិលនិងកែវមុនីមានរស្មីរុងរឿងក្នុងទីជាមួយគ្នាហើយស្រោបព្រះពុទ្ធស្ដូបព្រះពុទ្ធចេតិយទាំងមូលប្រដាប់ដោយកែវមុនីមានកម្ពស់3យោជន៍តែងផ្សាយចេញនៅពន្លឺក្នុងកាលនោះពួកគ្រុឌមកជួបជុំគ្នាហើយបានប្រឹក្សាគ្នាថាពួកមនុស្សទេវតានិងនាគទាំងឡាយបានធ្វើព្រះស្ដូបថ្វាយព្រះពុទ្ធពួកយើងកុំថ្វាយប្រហែសឡើយព្រោះមនុស្សនិងទេវតាទាំងឡាយមិនថ្វាយប្រហែសបើដូច្នេះ
ពួកយើងនឹងធ្វើព្រះស្ដូបថ្វាយព្រះលោកនាថព្រះអង្គជាតាតិបុគ្គលក្រត់ទាំងនោះបានធ្វើព្រះស្ដូបប្រដាប់ដោយកែវមณีសុទ្ធឲ្យជាគ្រឿងស្រោបមានទំហំពាន់គ្នាពួកក្រត់ទាំងនោះបានធ្វើពុទ្ធចេតិយឲ្យមានកម្ពស់កើន1 យោជន៍ទៀតព្រះពុទ្ធស្ដូបនៅមានកម្ពស់4 យោជន៍រុងរឿងញ៉ាំងទឹះទាំងអស់ឲ្យភ្លឺស្វាងដោយព្រះអាទិត្យដែលរះឡើងកាលនោះពួកកំផន់មកជួបជុំគ្នាហើយប្រឹក្សាជាមួយគ្នាថាពួកមនុស្សនិងទេវតាក្រត់និងនាគទាំងឡាយបាននាំគ្នាធ្វើព្រះពុទ្ធស្ដូកដោយថ្លៃថ្លាថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងគ្នាពួកយើងកុំថ្វាយប្រហែសឡើយព្រោះមនុស្សនិងទេវតាទាំងឡាយមិនថ្វាយប្រហែសបើដូច្នេះពួកយើងនឹងធ្វើព្រះស្ដូបថ្វាយព្រះលោកនាថព្រះអង្គជាតាតិបុគ្គលពួកយើងនឹងស្រោបព្រះពុទ្ធចេតិយដោយកែវទាំងឡាយតទៅទៀតពួកកំផន់ទាំងនោះបានធ្វើព្រះពុទ្ធចេតិយឲ្យកើនកម្ពស់1 យោជន៍តទៅទៀតព្រះស្ដូបទៅមានកម្ពស់5 យោជន៍តែងរុងរឿងក្នុងការនោះលំដាប់នោះពួកយក្សបានមកជួបជុំគ្នាត្រង់កន្លែងព្រះស្ដូបនោះហើយប្រឹក្សាជាមួយគ្នាថាពួកមនុស្សទេវតានាគកំផន់និងក្រត់ទាំងឡាយបានធ្វើព្រះស្ដូបដ៏ថ្លៃថ្លាថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងគ្នាពួកយើងកុំថ្វាយប្រហែសឡើយព្រោះមនុស្សនិងទេវតាទាំងឡាយមិនថ្វាយប្រហែសពួកយើងនឹងធ្វើព្រះស្ដូបថ្វាយព្រះលោកនាថព្រះអង្គជាតាតិបុគ្គលពួកមនុស្សនឹងស្រោបពួកយើងនឹងស្រោបព្រះពុទ្ធចេតិយដោយកែវផលិតតទៅទៀតពួកយក្សទាំងនោះបានធ្វើព្រះពុទ្ធចេតិយឲ្យកើនកម្ពស់1 យោជន៍តទៅទៀតព្រះស្ដូបទៅជាមានកម្ពស់6 យោជន៍តែងរុងរឿងក្នុងការនោះគ្រានោះពួកកំផន់ប្រជុំប្រឹក្សាក្នុងទីជាមួយគ្នាពួកមនុស្សទេវតានាគក្រត់កំផន់និងយក្សទាំងឡាយទាំងអស់គ្នាបានធ្វើព្រះស្ដូបថ្វាយព្រះពុទ្ធឯពួកយើងមិនបានធ្វើព្រះស្ដូបក្នុងទីនោះបើដូច្នេះពួកយើងនឹងចាប់ផ្ដើមពួកកំផន់ទាំងនោះបានធ្វើជាន់ទី7ដល់រាប់តាំងអំពីទ្រនាប់ខ្សាច់ឡើងទៅបានធ្វើព្រះពុទ្ធចេតិយដែលជាវិការៈនៃមាសទាំងឡាយក្នុងការនោះព្រះស្ដូបបានទៅជាកម្ពស់7 យោជន៍តែងរុងរឿងក្នុងការនោះគេអត់ដឹងថាយប់ឬថ្ងៃព្រោះពន្លឺមាននៅសពកាលព្រះច័ន្ទនិងព្រះអាទិត្យព្រមទាំងពួកផ្កាយគ្រប់សង្កត់ពន្លឺព្រះពុទ្ធស្ដូកនោះមិនបានឡើយឯប្រទីតរុងរឿងតែក្នុងទីចម្ងាយ100 យោជន៍ដោយជុំវិញក្នុងការនោះមនុស្សទាំងឡាយណាមួយបូជាព្រះស្ដូបមនុស្សទាំងនោះមិនឡើងកាន់ព្រះស្ដូបមនុស្សទាំងនោះតែងបោះទៅអាយដល់អាកាសមានយក្សមួយឈ្មោះថាអភិសមតៈដែលពួកទេវតាតាក់តែងទុកហើយចាំទទួលតងឬកម្រងផ្កាអាយដល់អាកាសមនុស្សទាំងនោះមិនឃើញយក្សនោះទេឃើញតែកម្រងផ្កាអណ្ដែតឡើងទៅលុះឃើញកម្រងផ្កានោះហើយក៏ដើរទៅពួកមនុស្សទាំងអស់តែងទៅកាន់សុគតិភពពួកមនុស្សទាំងនោះអ្នកដែលយល់ខុសក្នុងសាសនាទាំងអ្នកដែលមានចិត្តជ្រះថ្លាក្នុងសាសនាតែងចង់ឃើញបដិហាតែងបូជាព្រះស្ដូបនោះគ្រានោះខ្ញុំបានកើតជាអ្នកកំសត់នៅក្នុងក្រុងហង្សវតីបានឃើញជនទាំងឡាយរីករាយហើយក៏គិតយ៉ាងនេះក្នុងការនោះថាព្រះស្ដូបដែលបញ្ចុះព្រះធាតុចេតិយតម្កល់ប្រកបដូចនេះរបស់ព្រះមានព្រះភិអង្គណាព្រះមានព្រះភិអង្គនោះមានបនដ៏លើសលប់ពួកជនទាំងនោះមានចិត្តត្រេកអរហើយចំពោះពួកជនអ្នកធ្វើនៅសក្ការៈរមែងមិនក្តៅក្រហាយអាត្មាអញនឹងធ្វើសក្ការៈថ្វាយព្រះលោកនាថជាតាតិបុគ្គលដែរនឹងបានជាព្រះទីយាតនៅក្នុងធម៌របស់ព្រះលោកនាថអង្គនេះក្នុងកាលជាអនាគតខ្ញុំក៏បានឡើងទៅកាន់នៅសម្ពត់របស់ជាងជ្រលក់ដែលបោកគក់យ៉ាងល្អព្យួរនឹងចុងឫស្សី
hơi lược làng chỉ tông ai đo là cả Api samata ye ri ri can tuong robot nhom thật nơi ai đo là ca nhom khơi tuong để trao cho bọ rồi vách hai còn nhang sẽ cái đây chia thla ở cả làng cài lên nhom bàn phơi chặt ở chia thla chấm po tuong nu hai có cho tro presa mana vai bằng cùng tu nộp hol này tuong đòiประกาศ ដូចនេះ ភិក្ខុនោះសំដែងនៅកិរិយាកើតនិងសេចក្តីរីករាយនៃបៃតិរបស់ខ្ញុំប្រាប់ខ្ញុំថាអ្នកនឹងបានទទួលផលរបស់តងនោះសពសពកាលសេនាមានអង្គ4គឺដំរី1សេះ1រត់1និងពលថ្មជើង1និងចំរោមអ្នកអស់ការជានិច្ចនេះជាផលនៃការបូជាទង់ដូរតន្ត្រី60ពាន់និងស្គរដែលគេតាក់តែងយ៉ាងល្អនឹងចោមរោមអ្នកអស់ការជានិច្ចនេះជាផលនៃការបូជាទង់នារី 80000 នារី 86,000 មានខ្លួនតាក់តែងយ៉ាងល្អមានសម្ពត់គ្រឿងអលង្ការដ៏វិចិត្រពាក់កែមณีនិងកណ្ដុលពួកនារីទាំងនោះមានមុខទូលាយមានមុខស្រស់ស្រាយមានត្រគាកសាយមានដងខ្លួនរាវល្អនឹងចោមរោមអ្នកអស់ការជានិច្ចនេះជាផលនៃការបូជាទង់អ្នកនឹងរីករាយក្នុងទេវលោកអស់30ពាន់កាប់នឹងបានសោយជាទេវរាជជាធំជាងទេវតាអស់80ដងនឹងបានជាស្ដេចចក្រពត្តិអស់1000ដងនឹងសោយរាជដ៏ធំទូលាយរាប់បានសែនអសង្ខ័យជាតិកន្លងទៅ1សែនព្រះសាស្តាព្រះនាមកោតដំទ្រង់សម្ភពក្នុងឱកាកៈត្រកូលនឹងត្រាស់ដឹងដល់លោកអ្នកនឹងឆត់ចាកទេវលោកមកត្រូវកុសលដាស់តឿនប្រដាប់ដោយបញ្ញាកម្មនឹងញ៉ាំងជាព្រាមនឹងកើតជាព្រាមអ្នកនឹងលះបង់ចោលនៅទ្រព្យ80កោដនឹងទាសកម្មករជាច្រើនហើយចូលបួសក្នុងសាសនារបស់ព្រះសមណគោតមអ្នកនឹងមានឈ្មោះថាឧបវណ្ណៈញ៉ាំងព្រះសម្ពុទ្ធព្រះនាមកោតមដ៏ប្រសើរជាងសក្យៈឲ្យប្រោះប្រានហើយនឹងបានជាសាវករបស់ព្រះសាស្តាកុសលកម្មដែលខ្ញុំបានធ្វើហើយក្នុងរវាង1សែនកាប់បានឲ្យផលដល់ខ្ញុំក្នុងជាតិនេះខ្ញុំផុតស្រឡះហើយចាអាសវៈធัวដោយសន្ទុះនៃព្រួញដែលផុតស្រឡះចាកធ្នូខ្ញុំដុតបំផ្លាញនៅកិលេសទាំងឡាយរបស់ខ្ញុំការដែលខ្ញុំកើតជាស្ដេចចក្រពត្តិជាឥស្សរៈក្នុងទ្វីបទាំង4ទងផុសឡើងក្នុងរវាង3យោជន៍ដូចជុំវិញសពកាលក្នុងកាប់ទី1សែនអំពីកាប់នេះព្រោះហេតុនោះដែលខ្ញុំបានធ្វើកុសលកម្មក្នុងការនោះខ្ញុំមិនដែលស្គាល់ទុក្ខតិឡើយនេះជាផលនៃការថ្វាយទង់បដិសម្ភិទី4វិមោក8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានធ្វើហើយបានឮថាព្រះឧបវណ្ណថេរៈមានអាយុបានសម្ដែងនៅគាថាដោយប្រការដូចនេះឯងសូមអនុមោទនានេះគឺជាសេចក្តីនៃពធដែលរតនីតកតងនឹងការកសាងនៅបច្ចេកដីរបស់មនុស្សរបស់ទេវតារបស់នាគរបស់គ្រុឌរបស់កំផន់របស់កន្ធប់ដែលមានកម្ពស់7យោជន៍ណាដែលប្រដាប់ដោយមាសណាដោយកែវមณีដោយត្បូងទន្ទឹមដោយកែវមរកតណាគឺបច្ចេកដីនឹងមានពន្លឺណាស់យប់ថ្ងៃអីហ្នឹងគឺណាព្រះច័ន្ទក៏មិនអាចគ្រប់សង្កត់នៅពន្លឺព្រះចេតដីបានដែរហើយអ្វីដែលអស្ចារ្យហ្នឹងគឺថាពុទ្ធបរិស័ទតែងមកបូជានៅព្រះចេតដីហ្នឹងគឺថាគ្រាន់តែបោះផ្កាទៅគឺថាមានយៈមានយៈនឹងឯងបានចាប់កម្រងផ្កានឹងឯងទៅបំពាក់នៅតាមកន្លែងដ៏សមគួរហើយពួកមនុស្សហ្នឹងអ្នកដែលជ្រះថ្លាហ្នឹងក៏មកអ្នកដែលមិនជ្រះថ្លាហ្នឹងក៏មកដោយសារចង់ឃើញបដិហារបស់បច្ចេកដីហ្នឹងហើយក្នុងនៃអបទានហ្នឹងគឺថា
មនុស្សនឹងឯងបានទៅកាន់ស្ថានសួគ៌បងបានទៅកាន់ស្ថានសួគ៌ដោយការគោរពបូជានៅព្រះចេតិយនេះឯងណាអញ្ចឹងដូចពុទ្ធបរិស័ទបានកសាងនៅព្រះទេសកចេតិយហ្នឹងគឺថាដូចជាផ្ដល់នៅស្ថានសួគ៌ណាអ្នកដែលបានមកគោរពណាបូជាឲ្យដល់ណាអ្នកដែលបានឃើញណាឲ្យដល់អ្នកដែលបានមកថ្វាយបង្គំណាឲ្យដល់អ្នកដែលបានមកសម្អាតព្រះចេតិយអញ្ចឹងណាដូចជាម្ចាស់ទានហ្នឹងគាត់បានឲ្យស្ថានសួគ៌ដល់ញាតិញោមដែលបានមកថ្វាយបង្គំណាសូមអនុមោទនីចឹងសេចក្តីពធរបស់ខ្ញុំកណាមានប្រមាណប៉ុណ្ណឹងហើយសូមរតនានិមន្តបងគ្រូតេនតោយោសកេណពៀននាងតេនតាំងធម្មវរិយទាននាងទេវសេដ្ឋังនមេមិហੰព្រះពុទ្ធចិនស្រីជាម្ចាស់អង្គឯណាដែលព្រះអង្គទ្រង់ប្រទាននៅសម្បត្តិគឺស្ថានសួគ៌និងព្រះនិព្វានដល់ទេវតានិងមនុស្សទាំងឡាយខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះពុទ្ធចិនស្រីជាម្ចាស់អង្គនោះជាទេវៈដ៏ប្រសើរពោលគឺជាវិសុទ្ធិទេពប្រទាននៅធម៌ដ៏ប្រសើរសូមថ្វាយបង្គំចំពោះព្រះធម៌ដ៏ឧត្តមនិងគណៈនៃព្រះសង្ឃជាអបរាជិតសង្ឃដោយសេចក្តីគោរពជ្រះថ្លាមកស្ការថ្វាយបង្គំគណៈសង្ឃវត្តមានលោកឪចៅអធិការឥន្ទ្រិយសង្ឃបារោលោកគ្រូព្រះវិន័យធម៌សន្តចតោព្រះអង្គគ្រូសូត្រស្ដាំមេត្តាធនោគ្រូសូត្រឆ្វេងសោពិតបណ្ឌិតោលោកចាស់ផតទេសកៈណានៃខមានន្តោលោកចាស់លេខាធិការណាថេរបញ្ញោជាដើមទៀតជាពិសេសមានលោកឪជីណូរៈសោជាព្រះថេរៈក្នុងវត្តគុណកុដសូមសេចក្តីអនុញ្ញាតបានឱកាសដើម្បីពោលនៅព្រះធម៌ចម្រើនពរពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបទាំងអស់ជាពិសេសមានចាស់ទានប្រធានបុណ្យជួបជុំគ្នានេះថ្ងៃពុទ្ធ12កើតខែចែកឆ្នាំរោងឆស័កព្រះពុទ្ធសករាជ2568ក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលគឺព្រះឧទេសកចេតិយពីរព្រះអង្គញាតិញោមបានស្ដាប់ពធទេសនាបងគ្រូរតនាមកប្រវត្តិរឿងរ៉ាវព្រះឧបវណ្ណៈហ្នឹងហើយពេលវេលាប្រហែលជា25នាទីណាមួយព្រះអង្គហើយនឹកឃើញលក្ខណៈបនឆ្លងណាព្រះទេសកចេតិយរតនាខាងដើមខ្លះចឹងទៅបានពុទ្ធបរិស័ទបានស្ដាប់បានដឹងតកតងជាមួយនឹងទម្រង់ណាឬក៏គំរូនៃព្រះពុទ្ធបដិមាសម្រាប់ប្រទេសកម្ពុជាយើងនឹងមានណា9បែបឬក៏9ណារចនាបថណាបាលីហៅថាមុត្តៈណាសំស្ក្រឹតមុត្រៈប្រែបានច្រើនស័ព្ទហ្នឹងប្រែថាចិញ្ចៀនហ្នឹងក៏បានពុំគំរូទម្រង់ណាបែបបទហ្នឹងក៏បានដែរប្រែបានច្រើនព្រោះស័ព្ទបាលីខ្លះ
សັບតដែលហ្នឹងតែប្រែណាបានច្រើនន័យណាយោងទៅតាមសេចក្តីណាដូចបល័យតចោប្រែថាស្បែកចឹងដល់ពេលបល័យតចៈនឹងដដែលហ្នឹងទៅប្រើជាមួយនឹងដើមឈើអត់ប្រែថាស្បែកទេព្រោះដើមឈើអត់មានស្បែកប្រែចេញថាសម្បកវិញហ្នឹងហើយយ៉ាងណាមិញមុទៈឬក៏មុត្រៈហ្នឹងដូចគ្នាដល់ពេលប្រើជាមួយនឹងអិរិយាបថនៃកាយក៏ណាជាព្រះអិរិយាបថតម្រង់បែបបថនៃរាងកាយណានៃព្រះឧទេសកចេតីហ្នឹងគឺមាន9ណាញាតិញោមហើយនៅទីនេះគឺមាន2ណាអិរិយាបថហើយគឺព្រះអង្គប្រថាប់ឈួរហ្នឹងហៅថាអភ័យមុត្រៈណាព្រះអង្គទ្រង់ប្រទាននៅអភ័យណាឲ្យនៅអភ័យណាញោមហើយខាងក្រោមហ្នឹងគឺណាព្រះអង្គទ្រង់ណាសមាធិហ្នឹងក៏ណាមានពោលចឹងទៅហើយដតីទៀតបើយើងរាប់ចាប់តាំងអំពីណាព្រះអង្គធ្វើទុក្ករកិរិយាមកគេហៅថាទុក្ករកិរិយាមុត្រៈណាអិរិយាបថតម្រង់បែបបថនៃព្រះអង្គទ្រង់ណាបំពេញនៅទុក្ករកិរិយាណាខ្មែរយើងខ្លះហៅព្រះសង្រួមឃើញព្រះអង្គទ្រង់ស្គមស្គាំងណាញោមនឹងហៅថាទុក្ករកិរិយាមុត្រៈហើយព្រះអង្គទ្រង់ផ្ចាញ់មាណាភូមិសៈមុត្រៈនឹងណាបហោះខាងស្ដាំនឹងឯងដាក់លើព្រះឧរៈណាឧរាហ្នឹងហើយគឺលើភ្លៅហើយមានមរៀមបហោះហ្នឹងសំយ៉ងចុះទៅព្រឹត្តពីរដូចយកមហាផែនដីហ្នឹងជាសាក្សីអញ្ចឹងហើយណាបហោះណាខាងឆ្វេងដាក់លើណាភ្លៅណាខាងឆ្វេងអញ្ចឹងទៅហ្នឹងហើយរួចទៅក៏ណាវិតកមុត្រៈព្រះអង្គទ្រង់គង់សមាធិដូចណានៅខាងក្រោមហ្នឹងណាដាក់ណាបហោះស្ដាំលើបហោះឆ្វេងហ្នឹងពុតប្រភ្នែនពេនបបាទហ្នឹងបាទហ្នឹងគឺវិតកមុត្រៈណាហ្នឹងព្រះអង្គទ្រង់ណាសមាធិហើយនេកមុត្រៈណានេកមុត្រៈហ្នឹងគឺណាព្រះអង្គទ្រង់គង់ណាអិរិយាបថដូចណាសមាធិដែរតែមានរូបនាគនឹងឯងប្រក់អំពីខាងលើហ្នឹងហើយហៅថានេកមុត្រៈណាហើយយើងដោយច្រើនទម្លាប់ហៅខុសថាព្រះអង្គប្រក់នាគណាតាមពិតគឺនាគប្រក់ព្រះអង្គដែលថាល្អហ្នឹងត្រង់ដែលថានិយាយខុសកុំតែធ្វើត្រូវហ្នឹងហើយតែធ្វើព្រះអង្គប្រក់នាគមែនទេហ្នឹងខុសហើយហ្នឹងហើយដល់ធ្វើត្រូវគឺនាគប្រក់ព្រះអង្គណាហ្នឹងគឺនេកមុត្រៈហើយបិណ្ឌបាតមុត្រៈព្រះអង្គទ្រង់ណាទ្រង់បាតណាព្រះអង្គទ្រង់បាតញាតិញោមទៅក្នុងសាលាអីទៅឃើញរូបព្រះអង្គទ្រង់បាតហ្នឹងគេហៅណាបិណ្ឌបាតមុត្រៈឬក៏ណាបាតត្រទានហ្នឹងហើយព្រះអង្គប្រកាសសម្ដែងបឋមចក្រណាធម្មចក្រមុត្រៈណាយករាប់មកផ្លេចដាក់1 2 3ទៅមិញហ្នឹងណានឹងដល់ទីប្រមាណណាធម្មចក្រមុត្រៈលក្ខណៈព្រះអង្គប្រកាសសម្ដែងបឋមចក្រហើយញាតិញោមមើលកន្លែងបញ្ចវគិទៅហើយណាព្រះអង្គណាប្រកាសសម្ដែងបឋមចក្រហ្នឹងមានណាទុព្រះតម្រង់រាងកាយហ្នឹងដូចម្ដេចណាបែបបត់អិរិយាបថហ្នឹងណាហើយណាបានអភ័យមុត្រៈព្រះអង្គទ្រង់ប្រទានអភ័យហ្នឹងហើយកន្លែងខ្លះក៏ណាបរហោះខាងស្ដាំហ្នឹងលើកដូចញាតិញោមឃើញហ្នឹងហើយបរហោះខាងឆ្វេងណាចោះមកខាងក្រោមណាញោមណាដាក់សំយ៉ងចុះមកក្រោមធម្មតាបាទហើយវរៈមុត្រៈព្រះអង្គទ្រង់ប្រទានពួរហ្នឹងបរហោះទាំងពីរហ្នឹងណាផ្ងើយឡើងចេះណាញោមហ្នឹងហើយព្រះអង្គប្រទានពួរដល់ណាសពសัตว์តែយើងនេះដូចអត់ឃើញមានទេបាទនៅតាណាចេះ
cái nè không có sát đấy cái nào đây ban mơ cái này cái nè nâng cứ vẽ rẽ một trệ bỏng trung bật tiền pù chế ế ra bọt cùng bật tháp chua của miến cùng ngọn cây của miền tay bỏ hoa tầng pi nấng chạy nó nhóm nè hoa tầng pi nấng chạy nè chênh từ hàng cài nè ngày nâng cứ vẽ rẽ một trệ hay nè trồng cào nâng cứ nè xạ diện nặng một trệ rư có bà rệ nè piên một trệ nè cứ đòi ế ra bọt tôm rư có bà rệ nè piên nâng miền pram buôn nè bài nâng tam nè rạch chân nè bọt nè xâm rạp nèประเทศกัมพูชีយើងបើអញ្ចឹងនៅទីនេះយើងមាន2ព្រះអង្គជាព្រះទេសកៈចេតិយហើយក៏ជាអភ័យមុទ្រៈណាហើយនឹងណាវិតកៈមុទ្រៈណាព្រះអង្គទ្រង់គង់ណាសមាធិណាហើយសេចក្តីតទៅនឹងបានរតនីតេតងជាមួយនឹងអានិសង្ឃនៃការជួសជុលព្រះស្ដូបកសាងព្រះពុទ្ធរូបហើយនឹងទោសនៃការបៀតបៀនសត្វដែលតាមសំគួរដែលនៅពេលវេលារឿងរ៉ាវរបស់ណាព្រះរាជបុត្រណាមួយព្រះអង្គព្រះនាមថាណាកុណាលៈរាជកុមារនឹងគឺជាណាព្រះរាជបុត្ររបស់ព្រះរាជាណាព្រះបាទធម្មមាសោកជាមួយនឹងព្រះនាងអសន្ធិមិត្តាហើយរឿងរ៉ាវព្រះបាទធម្មមាសោកពីរោះណាក្នុងអត្ថកថាព្រះវិន័យនឹងលោកមានពោលហើយក៏វែងគួរដល់នៅសេចក្តីជ្រះថ្លាផងហើយគួរដល់នៅសេចក្តីសង្វេគនឹងផងដែរហ្នឹងហើយហើយព្រះអង្គជាស្ដេចជលចក្រណាគ្រប់គ្រងណារាជនៅនឹងចម្ពូទ្វីបណាក្រោយការបរិនិព្វានទៅនៃព្រះដ៏មានព្រះភិក្ខណាជាង200ឆ្នាំអីហ្នឹងហើយទីក្រុងបត្តល័យបុត្រឬក៏យើងហៅថាបត្តនៈសពថ្ងៃនៅឈ្មោះទីក្រុងហ្នឹងណាបត្តនៈដដែលហ្នឹងបាទមានណាវត្តអារាមដូចជាអសោការាមក៏នៅសពថ្ងៃកាលណាគុណចាស់នៅចាំតែយើងចេញអំពីរាជក្រឹសទៅដំណើរទៅកាន់ណានគរវេសាលីហ្នឹងត្រូវឆ្លងកាត់ក្រុងបត្តនៈណាដែលមានស្ពាននឹងវែងណាវែងណាកសាងដោយអីថ្មកន្ធីឯនោះហ្នឹងហើយស្ពានវែងហ្នឹងហើយនៅមុននឹងឆ្លងស្ពានហ្នឹងនៅមិនឆ្ងាយអំពីគល់ស្ពានហ្នឹងប៉ុន្មានទេថយក្រោយមកហ្នឹងណាមានអសោការាមកសាងដោយព្រះបាទធម្មមាសោកហ្នឹងហើយមានសារមន្ទីរនៃទីក្រុងបត្តនៈតម្កល់ព្រះបរមសារីរិកធាតុអីនៅទីនោះផងដែរហ្នឹងហើយមហេសីហ្នឹងច្រើនណាតែមហេសីសំណប់ហ្នឹងណាជាអគ្គមហេសីព្រះនាងអសន្ធិមិត្តារឿងរ៉ាវតាំងពីតៃតជាតិថ្វាយសម្ពុតរុំដំបៅអីហ្នឹងប្រាថ្នាសូមធ្វើជាភរិយារបស់នាយពានិចទឹកឃ្មុំអីហ្នឹងណាវែងឆ្ងាយក៏សង្ខេបច្រូតកាត់សេចក្តីយោងតាមពេលវេលាហើយដែលឈ្មោះថាអសន្ធិមិត្តាហ្នឹងមកអំពីរូបរាងកាយហ្នឹងអត់មានសន្លាក់ណាញោមស្អាតណាម្រាមដៃអីហ្នឹងអត់មានខ្នាំងណាយើងធម្មតាយើងមើលទៅយើងមានខ្នាំងមានសន្លាក់តែនោះអត់មានសន្លាក់ដូចថាសឡូនណាលវត់លវុនណាដូចគេលុញអញ្ចឹងវាល្អល្អះទៅតែម្ដងបានឈ្មោះថាអសន្ធិមិត្តាមើលទៅវាអត់មានទីតំណទីតណាស្អាតហើយខាងក្រោយមកបានណាប្រសូតណាព្រះរាជបុត្រមួយព្រះអង្គណាស្អាតល្អល្អះណាណាស្អាតពិសេសជាងគេនឹងត្រង់ព្រះនេត្រដូចជាផ្កាអបុលរិចចឹងឯងហៅឧបរាជមកតើមានណាមនុស្សឯណាដែលមានចក្ខុស្អាតដូចនេះទេថាំងក្រាបទូលមហាបពិតមិនមានទេហ្នឹងហើយក៏ប៉ុន្តែមានសត្វមួយយ៉ាងហ្នឹងនៅនឹងដែនដីនៃភ្នំហែមពៀនឈ្មោះសត្វកុណាលៈមានបណេតដូចនឹងព្រះរាជបុត្រចឹងឯងហើយព្រះរាជាមានតេជះច្រើនណាពេលដែលថ្វាយទឹកឃ្មុំហ្នឹងប្រាថ្នាឲ្យណាបានភាពជាធំតេជះផ្សាយទៅលើមួយយោជណាចុះទៅផែនដីមួយយោជ
ហើយអាចគ្រប់គ្រងពពួកយៈបានទៀតណាប្រើយៈនឹងឯងឲ្យទៅចាប់សត្វកុណាលៈអំពីដែនដីនៃព្រៃហេមពៀនមកយកមកមើលទៅភ្នែករបស់បុតយើងនឹងហើយភ្នែកនឹងសត្វកុណាលៈនឹងដូចគ្នាទេមើលទៅដូចគ្នាណាបានប្រឡែងសត្វនឹងវិញទៅក៏ដាក់ពនាមបរិជ្ជកុមារហ្នឹងក៏ណាកុណាលៈរាជកុមារណាចម្រើនវ័យឡើងពេលមួយក៏នាំទៅកាន់វត្តពុទ្ធរាជាជ្រះថ្លានឹងពុទ្ធសាសនាហើយក៏ស្ដាប់ធម៌និក្រូធសាមណេរជាក្មួយនឹងដំបងជ្រះថ្លានឹងដែលលោកសំដែងអំពីអបមាទវៈណាហើយណាបរិជ្ជបុត្រដតីទៀតដូចជាព្រះមហិន្ទថេរបរិជ្ជធីតាពនាងសង្ឃមិត្តាថេរីសុមនៈសាមណេរអីចេញបួសសម្រាប់ព្រះអរហន្តនោះហើយហ្នឹងជ្រះថ្លាក្នុងពុទ្ធសាសនាហ្នឹងហើយហើយដល់ពេលនាំណាកុណាលៈដែលជាបុត្រនឹងទៅកាន់កុកដារាមទៅថ្វាយបង្គំព្រះថេរៈប្រសង្ឃថេក្នុងកាលនោះព្រះណាយសថេនឹងឯងលោកជាព្រះអរហន្តពិចារណាទៅក្នុងកាលអនាគតទៅវរាជកុមារនេះនឹងខ្វាក់ព្រះនេត្រទាំងគូណាដោយសារតែបាបខ្វេះភ្នែកសត្វក៏ប៉ុន្តែនឹងបានសម្រេចជាព្រះសក្តិគាមីបុគ្គលដោយសារបុណ្យបានកសាងណាព្រះពុទ្ធបដិមាជាព្រះឧទេសកចេតិយនឹងជួសជុលប្រស្ដោកហ្នឹងហើយអញ្ចឹងលោកជ្រាបណាដោយញាណរបស់លោកហើយព្រះរាជាមានបំណងដើម្បីថ្វាយបង្គំលាព្រះថេរៈទៅវិញហើយព្រះថេរៈថាមហាបពិតមិនឲ្យព្រះរាជកុមារស្ដាប់ធម៌ដោយគោរពសិនទេឬក៏ព្រមព្រះថេរៈទូលមានជាអវាទណាចក្ខុនឹងឯងមិនមែនជារបស់ខ្លួនទេឲ្យបរិកម្មណាចក្ខុនឹងឯងមិនមែនជារបស់ខ្លួនទេណាដល់អញ្ចឹងទៅក៏ថ្វាយបង្គំព្រះថេរៈចេញទៅជាអ្នកមិនប្រមាទមិនធ្វេសប្រហែសធ្វើនៅការបរិកម្មរឿយណាភ្នែកនឹងមិនមែនជារបស់ខ្លួនភ្នែកនឹងមិនមែនជារបស់ខ្លួនណាអភិរមសំងំនៅក្នុងកម្មដ្ឋានពេលមួយនៅក្នុងទីស្ងាត់ទៅស្រាប់តែពមេត្តាណាមេត្តាចុងណាពួកស្ដេចមិនមែនមានមហេសីតែមួយណាច្រើនណាមេត្តាចុងនឹងលួចស្រឡាញ់កុណាលៈនឹងដល់ពេលស្រឡាញ់ខ្លាំងមែនទែនស្រឡាញ់ត្រង់ភ្នែកនឹងហ្មងភ្នែកស្អាតស្រឡាញ់ភ្នែកពេលស្ងាត់ចូលទៅក្នុងបន្ទប់លួងលោមដោយអសធម្មណាកុណាលៈណាមិនព្រមណាមួយជាមេត្តាចុងផងហើយមានសេចក្តីខ្មាស់បាបខ្វើមបាបផងមិនព្រមប្រព្រឹត្តកន្លងហ្នឹងហើយខឹងគុំគួនក្នុងចិត្តហើយខាងក្រោយមកហ្នឹងព្រះបិតាហ្នឹងក៏ប្រទានណាស្ត្រីណាជាភរិយាណាមហេសីហ្នឹងដល់កុណាលៈណារាជកុមារនឹងឈ្មោះនាងណាកញ្ចនាមេលាទេវីណាកញ្ចនាកញ្ចណៈហ្នឹងប្រែមកថាមាសណាហើយមេលាកម្រងដូចថាជាកម្រងមាសអញ្ចឹងណាមិនដឹងស្អាតប៉ុណ្ណាណាប្រទានធ្វើជាណាសក់និសាកូនភាសាស្រីណានិយាយអំពីដែនគុណធរៈក្រុងតកសិលានោះណាមានមហាជននឹងឯងបះបោណាមហាជនបះបោហើយសពថ្ងៃស្ថិតនៅក្នុងប្រទេសប៉ាគីស្ថានអាហ្គានីស្ថានបើណាដែនគុណធរៈក្រុងតកសិលាហ្នឹងព្រះបាទធម្មាសោកបំណងដើម្បីទៅបង្ក្រាបណាពួកជនដែលបះបោហ្នឹងដល់ពេលប្រាប់ឧបរាជថាជាកិច្ចការដែលតូចតាចទេឲ្យបរិជ្ជកុមារនឹងឯងណាយាងទៅដើម្បីបង្ក្រាបហើយមហេសីហ្នឹងក៏ទៅជាមួយដែរណាកញ្ចណៈណាមេលាទេវីហ្នឹងហើយដល់ពេលទៅដល់មហាជនក្រន់តែបានឮដំណឹងថាណាកុណាលៈណារាជកុមារនឹងមកហើយមហាជនដែលបះបោនឹងអត់មានបំណងដើម្បីក្បត់រាជបល្ល័ង្កទេក៏ប៉ុន្តែពួកមន្ត្រីរាជការដែលគ្រប់គ្រងនៅក្នុងដែនគុណធរៈនឹងឯងជាអ្នក
nè mình tăng được không thua nè mình tăng được không thua bộ bật kho nè đời ca kiếp sòng quát thưa ba nè phải chia chuồn nên tới cây nom hiệp bà bảo ai tranh từ từ tua bật cho cô ma không ti chùm ngay cần lạc dấu chứ thôi nơi saka rạ bầu chi prap rương nâng đời sọp group tới tua bằng cung từng lai mình miên đầm bay đâm sông nè pua đầm bay bàn chia ba pre chi nè sông ai pre chia preswa mây nâng chọc ai pet nâng mọc chia ba chẳng tơ nè ngài pua chia ba lọt chi hay niềng tê xã đại cái ta nâng bà cài khang chia ba để pre chia có pruom chọc ai pet đợt tây màu ấy niềng nâng mình chun riết cho bờ ra ai rột mơ không sọc không bật tê nâng ta miên là ná miên chùm ngư đôi chia pre chia nè ngài hãy ai nòm máu cắn riết đầm nặng rồi chân tới lẹ liếm nhật nhau ai riết cho bờ ra nâng việc pua mỏng việc pua mơ tay về miên pa nhà ha ấy đó là về việc pua mơ nè chùm ngư nâng tới khơi miên đông cừ nực nông thong cọp bia đông cừ nâng miên tô chứ đông cừ thum mỏng đòn chẳng à pe ra đông cừ nông cọp bia nâng việc tra lao màu lớ thơ ai bể chia có uột máu chỉnh chìm nè hãy sao pre cái giá ọt bàn này pe đông cừ nâng anh vì tra cho từ cáo chỉnh chìm tám việc thùng bờ đằng à đằng thơ mấy ai đằng cừ nâng slap bọc mà rịch bán đặt lơ đằng cừ nâng nơi tay rùa vơ ọt bạch đặt tâm sọ bọc tâm sọ bán đặt ai đằng cừ nâng rồi lơ đằng cừ nâng tới về si tới slap tay slap cầm nọt đằng bàn bằng thả ô à đằng cừ ní vía slap đời xa tâm sọ nó khơi bàn nó ụ bài miền nơi ụ sọt chỉ cưng chia ba pre chi nè xôm ai pre chia sao tâm sọ ai không cả nó nhà chiếc sắt đó vợ bà căn ọt sao tâm sọ nâng tiệt nâng thả miền lệ cẩn nặng béo kê bà căn tới đôi khmai dương thà nè riêng môn tới body pop spư tới và sạp môn này chắc á nông cả nó pre chia nó cả nè chiếc sai đấy chụp vốn sao tâm sọ nâng tới ọt là o tê nè công tế niềng này luôn lôm nè để thay chỉ ảo sót chỉ tham chia bán có prom là sao tới đó sao tới có chia tới đồng cừ không có biết để thông nữa với slap tới này chia về chia bình chặt á nè và tiền pua nè mà chả ồn nâng chọn bàn pua ấy thắc nhưng mà chả xôm sao với pram pi ngày nè xôm thơ chưa đách mong pram pi ngày về chia nó khơi là ban chỉ vứt đời xa niềng tê xạ rạ cái ta nắng có prom nè prom ao sao riết bạc ca đã riết pram pi ngày thiệt chỉ đạch nắng ọt miên đó về chia tê nè không rồi viên pram pi ngày nằng niềng nó khơi nó ban nó cả nè xe riết chợ xa nằng nè ao riết chợ bờ rót đầm bay từ khoai phê cậu nà lạ nó nè nơi ai đại quân thì rẽ trong tất cả sẽ là nó pro cùng cuốn nó nhở cùng cuốn nó ấy khai xa hãy ở toàn mình chun tới bàn thế pro miên xa chia so mấy tại ở toàn bỏ trà ấy bể chia vào bát thom mía sáu của ông trung chạt ná là trà của ông mình đại đôi dương trà cho Attica trà là không sọc ấy thế trà của ông thưa chọt nâng tập toàn đây mà đòn nâng thâm mình nhá nhở bỏ cái tha to là bỏ nâng thâm mình nâng nè chạt á kịch cù sập cục đó là pel mùi nắng nè châu tới đầm bay bạc tháp tra chấm po bể chia tòa bể chia tôm sạp tay bỏ ong yol preso ban khơi nè cậu na lạ rê chợ của ma bỏ ong nâng anh trừ sắt ai nâng anh chắc phê khoác từng cù nè yol so ban khơi chân mỏng ấy nè khơi miền bờ kê xa bề mặt sọ bọc mặt bọc chừng ca nâng anh với scom skieng tôm nâng ông coi nơ lợp hèn đẩy vô sọp đôi thà số bần mình lọ rồi hốt đó nhẹ láng fry bắn con bật thạp coi chứ nẹt nó cũng bông từ lốp làm bay thà vô ở đây nè xa nâng anh từ bật thạp tra nơi nâng bật toàn bao bể chia lẹ mỏng nè lẹ sần nè ai phây ở nhiều luôn này xua bể chia chẳng tới bể chia prap pi press bần nâng tới đôi ọt lọ so nè bàn niềng thắng mình ấy tế bể chia của ma sầm bầu tự đòi bần mà lơ
7 លើកអញ្ចឹងទៀតណាតលលើកទី3តាណាបានសម្រេចណាហើយឲ្យរាជជាបរោះណាដែលជាបពួករបស់ពនាងទេសរៈកេតាហ្នឹងណានាំសារហ្នឹងទៅកាន់ដែនគន្ធេរៈណាដោយសេចក្តីថាពេលដែលឃើញរាជសារនេះកាលណាហើយអ្នកទាំងឡាយនឹងឯងកប់បីខ្វេះនៅភ្នែកណាកុណាលៈដែលជាបុត្ររបស់យើងមានបំណងដើម្បីក្បត់សោយរាជហើយព្រះរាជាអត់មានដឹងអីទេទៅដល់ពជានរះមហាជននឹងស្រឡាញ់គោរពជ្រះថ្លាក្នុងកុណាលៈនឹងណាអត់មាននរណាហ៊ានធ្វើណាពោះស្រឡាញ់សុកចិត្តថាបើខ្វេះទូលព្រះបង្គំនឹងខ្វេះភ្នែកទាំងគូរបស់ទូលព្រះបង្គំវិញក៏ប៉ុន្តែអកុសលវិបាកដែលណាព្រះរាជកុមារធ្លាប់បានណាធ្វើឲ្យពីអតីតៈនោះទៅនឹកឲ្យឃើញបរោះវិកលវិការមិនម្នាក់ស្រាប់តែចេញមកហ្មងទុកឲ្យខ្ញុំម្ចាស់ជាអ្នកខ្វេះបណេតណាខ្វេះបណេតទាំងគូហ្នឹងខ្វេះម្ដងឲ្យដាក់នៅលើបាតដៃហើយលោកពិចារណាថាចក្ខុមិនមែនជារបស់អាត្មាអញទេខ្វេះភ្នែកមកខាងហ្នឹងដាក់លើប្រហោះខាងស្ដាំទៅពិចារណាវិបស្សនាកើតឡើងសម្រាប់សោតាបតិផលខ្វេះបណេតមកខាងទៀតដាក់លើប្របាទអត់ទោសណាប្រហោះខាងឆ្វេងពិចារណាថាចក្ខុនឹងឯងមិនមែនជារបស់ខ្លួនទេដែលលោកបានស្ដាប់ពធអំពីព្រះណាយុសថេមកលោកពិចារណាបរិកម្មរឿយវិបស្សនាកើតឡើងសម្រាប់សកតាគាមិមៈជាព្រះអរិយបុគ្គលថ្នាក់ទី2បងហើយក្នុងសាសនានេះយើងស្ដាប់សិក្សាដូចថាមិនសូវជាសម្បូរទេណាជាព្រះសកតាគាមីអញ្ចឹងក្នុងបណ្ដាព្រះសកតាគាមីទាំងឡាយហ្នឹងគឺដែលឃើញសិក្សាជួបរឿងរ៉ាវប្រវត្តិហ្នឹងយើងឃើញមានណាព្រះណាកុណាលៈរាជកុមារនេះមួយព្រះអង្គផងដែរដែលជាព្រះសកតាគាមីជាបុត្ររបស់ព្រះបាទធម្មមាសោកនិងព្រះនាងអសន្ធិមិត្តាហើយរួចចឹងទៅណាឲ្យជារង្វាន់ណាកហបណៈដល់ណាអ្នកដែលមកខ្វេះនឹងទៅទៀតមហេសីនឹងមកឃើញឈាមនឹងឯងហូរណាទួញយំរហូតសន្លប់បាត់បង់ស្មារតីបាទមហាជនសោយសោកណានឹកឃើញហ្នឹងបិតាយល់ឃើញថាអាត្មាអញនឹងឯងជាអ្នកដណ្ដើមរាជមានបំណងដើម្បីក្បត់អញ្ចឹងប្រយោជន៍ដើម្បីគ្រប់គ្រងអាស្រ័យក្នុងដែនគុណធារៈមិនមានទៀតទេណារួចចឹងទៅក៏ណាលះបង់ដែនគុណធារៈណាមហេសីនោះនាងណាកញ្ចនៈមេលាទេវីនឹងកាយនឹងឯងក៏ស្គាំងស្គមរហូតដល់គេអត់ស្គាល់ថាជាព្រះរាជបុត្រព្រះរាជកុមារហើយភ្នែកទាំងគូណាពីការអង្គទ្វារព្រះនគរណាសុំចូលខាងក្នុងព្រះរាជវាំងណាអ្នករក្សាទ្វារនគរទៅសម្រាប់នៅរោងដំរីឯបណាព្រះរាជវាំងហើយយប់ឡើងនាងជាភរិយាណាកញ្ចនៈមេលានឹងដេញពិនផងច្រៀងផងដោយសំឡេងដ៏ពីរោះបាទរៀបរាប់អំពីរឿងរ៉ាវប្រវត្តិរបស់កុណាលៈដែលជាព្រះស្វាមីហ្នឹងឯងហើយរាត្រីស្ងាត់ព្រះរាជាលឺទៅនឹកឃើញសំឡេងពីរោះនឹកដល់បុត្រណាហើយរឿងរ៉ាវនឹងដែលបានស្ដាប់ទៅដូចថាជារឿងរ៉ាវជាបុត្ររបស់យើងមិញណាសរសើរអំពីភ្នែកស្អាតអីចឹងទៅក៏នឹកបុត្ររួចចឹងទៅបានណាឲ្យគេទៅហៅអ្នកចម្រៀងនឹងមកណារាជបរោះហ្នឹងក៏នាំមកចូលណាមកកល់ចឹងទៅណាបានប្រាប់ថាទូលព្រះបង្គំនេះឯងគឺជាកុណាលៈណារាជកុមារជាបុត្ររបស់ព្រះអង្គព្រះរាជាក្រន់តែស្ដាប់ប៉ុណ្ណឹងញាតិញោមនឹកដល់ព្រះសុបិនដែលធ្លាប់សុបិនហើយឃើញថាបុត្រនឹងឯងពិការភ្នែកទាំងពីរហើយព្រះកេសាមាសក់នឹងឯងវែងណារួចចឹងទៅបានសួរដឹងរឿងរ៉ាវថាហេតុអ្វីបានជាណាព្រះបិតានឹងឯងណាប្រើគេឲ្យណាទៅខ្វេះណាភ្នែកទូលព្រះបង្គំគិតថាទូលព្រះបង្គំនឹងឯងមានបំណងក្បត់ដណ្ដើមណារាជបល្ល័ង្កព្រះរាជាអត់ដឹងថាប្រសិនបើបិតាប្រើយ៉ាងនោះមែនណាបិតាសុកចិត្តកាត់អណ្ដាតដោយផ្ទាល់ខ្លួនណាហើយណាធ្វើនៅការកោះនៅបតន់ទាំងអស់ដោយផ្ទាល់ព្រះអង្គឯងចេញណាបិតានឹងអត់មានគំនិតដើម្បីបៀតបៀនបុត្រទេហ្នឹងហើយអត់មានគំនិតបៀតបៀនបុត្រទេអញ្ចឹងណាដល់អញ្ចឹងទៅនាងនោះណាទេសរៈកេតានោះភ័យខ្លួនបាត់ហើយ
ប្រើអ្នកបំរើថានាងនឹងចូលមកខ្វេះភ្នែកទាំងពីររបស់យើងនឹងឲ្យកហបណៈណាភ័យណាភ័យដឹងខ្លួនដល់រួចចឹងទៅបរិជានឹងដឹងណាដឹងរឿងរ៉ាវនឹងថាយើងនឹងកាត់នាងដោយរណាណាកាត់ឆ្អឹងនាងដោយពុថៅធ្វើនៅការបៀតបៀនណាបើណាធ្វើនៅការសម្លាប់បរិជាកុមារនេះលួងលោមបិតាណាកុំណាធ្វើនៅការបៀតបៀននេះអីចឹងឡើយណាក៏បីមានមេត្តាចំពោះនាងតែបិតាចិត្តខឹងបើព្រោះធ្វើនៅការបៀតបៀនបុតដែលជាទីស្រឡាញ់ត្រូវសោយរាជបន្តដល់អញ្ចឹងទៅអត់ស្ដាប់អ្នកបុតដែលជាកូនលួងលោមទេឲ្យរាជបរោះចាប់នាងហើយនឹងអ្នកដែលរួមគំនិតជាមួយនឹងឯងយកទៅដុតទាំងរស់ទៅបាទយកទៅដុតទាំងរស់ទៅណាហើយនិយាយអំពីបបកម្មណាភិក្ខុទាំងឡាយនឹងណាដែលលោកគង់អាស្រ័យនៅក្នុងកាលនោះព្រះឧបគុតក៏លោកគង់បច្ចុប្បន្ននៅណាព្រះឧបគុតគង់បច្ចុប្បន្ននៅព្រះជាអីហ្នឹងចូលទៅកល់ចូលទៅណាជួបសួរអំពីរឿងរ៉ាវរបស់លោកដឹងលោកពិចារណាលោកដឹងបានលោកមានអភិញ្ញាមានញាណជាគ្រឿងរលឹកដឹងនៅជាតិដឹងនៅអំពីកម្មណាហេតុអ្វីបានជាណាកុណាលៈកុមារនេះឯងណាជាបរិជាត្រូវពិការភ្នែកអីចឹងទៅបានណាព្រះថេរៈណាព្រះឧបគុតនឹងឯងសំដែងអំពីអតីតជាតិហ្នឹងណាព្រះកុមារនេះឯងធ្លាប់ជាព្រានមរឹកក្នុងហេមន្តរដូវធ្លាក់ភ្លៀងហ្នឹងបបាញ់សัตว์មរឹករហូតទៅដល់ដែនដីនៃព្រៃហេមពៀនពេលមួយហ្នឹងមេឃនឹងឯងត្រជាក់ហើយលោកពោលថាធ្លាក់ព្រិលបាទណាយើងថាធ្លាក់ស្នូណាមើលហ្នឹងធ្លាក់ព្រិលពួកមរឹកនឹងឯងត្រូវត្រជាក់បៀតបៀនទៅចូលនៅក្នុងលអាងមួយហ្នឹងលអាងមិនតូចណាធំហើយព្រានមរឹកណាធ្វើនៅការពាត់ពន់បិទមាត់លអាងនឹងចិត្តណាហើយមរឹកមិនតិចអី500ហើយនឹកឃើញថាបើសម្លាប់ម្ដងទាំងអស់វាស្អុយសាច់ហើយធ្វើម៉េចដើម្បីឲ្យកុំស្អុយសាច់ខ្វេះភ្នែកខ្ញុំចាប់បានខ្វេះភ្នែកខ្វេះទាំងណាទាំង500មរឹកហ្នឹងណាកុំឲ្យស្អុយសាច់នោះហើយដល់ខ្វាក់ភ្នែកហើយរត់ទៅណារួចងាកចុះងាកឡើងប៉ះនឹងអាដែលដុំថ្មនៅនឹងឯងចាប់បាននោះហ្នឹងហើយអញ្ចឹងបាបនឹងឯងបាបដោយការខ្វេះភ្នែកហ្នឹងត្រូវណាគេខ្វេះភ្នែកវិញហ្នឹងហើយនឹកឃើញថាដែលបានសម្រេចឲ្យពិចារណាថាបិតាលះបង់យើងក៏ប៉ុន្តែយើងបានជាបុត្ររបស់ព្រះសម្ពុទ្ធជាធម្មរាជាយើងខ្វាក់ភ្នែកមែនតែយើងបាននៅណាបញ្ញាចក្ខុធម្មចក្ខុភ្នែកឃើញធัวហ្នឹងហើយបានទីពឹងណាសម្រាប់ខ្លួនឯងហ្នឹងណាហើយបានគុណដែលបានសម្រេចជាព្រះសក្តិគាមីនឹងបានពោលអំពីអតីតជាតិណោះព្រះសម្មាសម្ពុទ្ធកកុសន្ធោព្រះអង្គត្រាស់ដឹងឡើងក្នុងលោកណាបច្ចុប្បន្ន 40000 ឆ្នាំបាទហើយព្រះអង្គបរិនិព្វានទៅណាគេកសាងប្រស្ដូបណាបូជាដោយព្រះរាជាពនាមសោកៈកសាងប្រស្ដូបដោយរតនៈ7ប្រការណាអស់ម៉ោងហ្នឹងនៅហើយណាគ្រូថាសល់10នាទីទៀតណាអញ្ចឹងណាសង្ខេបបញ្ចប់ហើយញោមអត់អីទេបងណាណាយកម៉ោងវិញចាស់គ្រូឯណាព្រោះចាស់គ្រូអត់គ្រប់25នាទីហ្នឹងហើយដល់ពេលព្រះមានពភាកកុសន្ធោព្រះអង្គបរិនិព្វានទៅណាព្រះរាជាព្រះនាមសោកៈនឹងឯងបានកសាងប្រស្ដូបធំបញ្ចុះព្រះសារីរិកធាតុហ្នឹងដោយរតនៈ7ប្រការខាងក្រោយអំពីព្រះរាជាព្រះនាមសោកៈមកមានព្រះរាជាបន្តព្រះនាមថាអសន្ធៈព្រះអង្គអត់ជ្រះថ្លាក្នុងពុទ្ធសាសនាប្រើគេឲ្យទៅឆ្កឹះរតនៈ7ប្រការហ្នឹងកែវ7ប្រការហ្នឹងចេញមកដល់ពេលមានកុលបុត្រណាមួយរូបហ្នឹងជាអ្នកមានទ្រព្យផងមានសទ្ធាផងជួសជុលកសាងព្រះស្ដូបព្រះចេតិយនឹងឡើងវិញដោយកែវ7ប្រការមិនមែនតែប៉ុណ្ណឹងទេបានឲ្យជាងនឹងឯងកសាងព្រះឧទេសកចេតិយរូបព្រះពុទ្ធបដិមាតំណាងជំនួសព្រះពុទ្ធអង្គណាជាព្រះឧទេសកចេតិយណាដើម្បីណាឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធព្រះនាមកកុសន្ធោនឹងដោយកែវ7ប្រការស្អាតគួរជាទីជ្រះថ្លាឲ្យតាំងសេចក្តីប្រាថ្នាថាដោយអំណាចនៃការជួសជុលព្រះស្ដូបនិងកសាងព្រះពុទ្ធរូបនេះសូមឲ្យខ្ញុំជាអ្នកមានរូបឆោមនឹងឯងល្អស្អាតហើយសូមឲ្យបានសម្រេចនៅអមតៈធម៌អញ្ចឹងដល់ពេល
បននឹងឯងឲ្យផលបានកើតមកជាបុត្ររបស់ប្របាទធម្មមាសោកហ្នឹងមានរូបឆោមហ្នឹងក៏ល្អប្រណេតហ្នឹងក៏ស្អាតដូចជាផ្កាអបលរិចហើយបានណាស្ដាប់ធម៌អំពីព្រះយសថេបរិកម្មអំពីចក្ខុមិនមែនជារបស់ខ្លួននឹងហើយនៅពេលដែលគេខ្វេះភ្នែកហ្នឹងក៏បានសម្រេចជាសកតាគេមីបុគ្គលហ្នឹងណាហ្នឹងហើយអញ្ចឹងគឺរឿងរ៉ាវដោយសេចក្តីសង្ខេបមានប្រមាណប៉ុណ្ណឹងអញ្ចឹងកម្មសហ្នឹងក៏នាំឲ្យមានវិបាកសអញ្ចឹងទៅដល់ទៅពេលកម្មខ្មៅអាបាបដែលធ្លាប់បានធ្វើហ្នឹងខ្វេះភ្នែកម្រឹកហ្នឹងក៏ត្រូវគេខ្វេះវិញអញ្ចឹងទៅណាអញ្ចឹងហើយកប់បីជាអ្នកសង្រួមទៅនៅក្នុងសិលខ្ញុំណាពេលខ្លះយើងឆ្ងល់ឲ្យខ្ញុំធ្វើបន់ណាមិនចេះតែមានបាបនឹងឲ្យផលក៏តែអាជាតិនឹងយើងធ្វើបន់មែនក៏តែបាបពីអតីតជាតិក៏យើងធ្លាប់ធ្វើដែរណាអញ្ចឹងប្រហែលប៉ុណ្ណឹងចោះសំគួរដែលនៅណាពេលវេលាណាតកតងជាមួយនឹងសេចក្តីខាងដើមរតនីអំពីណាព្រះតម្រង់បែបបត់ណានៃព្រះពុទ្ធបដិមានៅក្នុងប្រទេសកម្ពុជាយើងមាន9បែបបត់ឬក៏9រចនាហ្នឹងណាតាំងពីព្រះអង្គទ្រង់បំពេញទុក្ករកិរិយាណាទុក្ករកិរិយាមុត្រៈព្រះអង្គផ្ចាញ់មាណាភូមិសមុត្រៈណាព្រះអង្គសមាធិវិតកមុត្រៈណាព្រះអង្គនេកប្រក់ណាឬក៏ណានេកប្រក់ព្រះអង្គណានេកមុត្រៈព្រះអង្គទ្រង់បណ្ឌបាតណាបណ្ឌបាតមុត្រៈឬក៏បាត្រទានណាហើយណាព្រះអង្គប្រកាសសម្ដែងធម្មចក្រមុត្រៈណាហើយព្រះអង្គទ្រង់ប្រទានណាអភ័យមុត្រៈព្រះអង្គប្រទានពោណាវរៈមុត្រៈហើយនឹងណាព្រះអង្គទ្រង់ផ្ទុំបរិនិព្វានហៅថាណាសយណៈណាមុត្រៈឬក៏បរិនិព្វានមុត្រៈនឹងហើយនឹងរឿងរ៉ាវអានិសង្សនៃការជួសជុលប្រស្ដោបកសាងពុទ្ធរូបដែលមានព្រះកុណាលៈរាជកុមារជាបុត្ររបស់ព្រះបាទធម្មមាសោកនិងព្រះនាងអសន្ធិមិត្តាបានបំពេញបានធ្វើហើយដោយការជួសជុលប្រស្ដោបបច្ចេកដីកសាងព្រះពុទ្ធរូបណាក្នុងពុទ្ធបាទព្រះមានប្រភិកកុសន្ធោឲ្យប្រាថ្នាដើម្បីឲ្យបានថាព្រះនិព្វានទីបំផុតបានសម្រេចមែនបងណាសូមអនុមោទនារនតែបានលឺធัวទេសនាខ្ញុំព្រះកង្រណារេចរាយក្រៃប៉ុន្តែព្រះអង្គសង្ឃខេបខ្លីតែមានអត្តន័យក្លំសារណាស់ចង់ខាត់អង្គបងព្រះគុណណាយតែមិនហ៊ានឡើយណាលោកម្ចាស់ពីរស់ចង់ចាំងច្បាស់តាមដីការព្រះពុទ្ធមែនហើយអនុមោទនីទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងផ្លាត់ហើយក្នុងព្រះពុទ្ធជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសដល់ខ្ញុំព្រះករុណាអនុមោទនីប្រកេតបងគ្រូអញ្ចឹងក៏សូមអញ្ជើញញោមឧបាសិកាតេងបណ្ឌរតញោមឧបាសកសេងជាភេងណាអញ្ជើញឡើងប្រកេនតេយ្យធម៌ប្រកេនចំពោះព្រះធម្មកថាការចារទាំងពីរព្រះអង្គហើយលោកគ្រូអាចារ្យនឹងធ្វើកិច្ចបវរណាទៅតាមព្រះវិន័យអញ្ចឹងក៏សូមអញ្ជើញញាតិញោមណាញោមតេងបណ្ឌរត
អញ្ជើញឡើងប្រកេននៅតេយ្យធម៌ប្រកេនចំពោះព្រះសង្ឃហើយញាតិញោមណាជាសាច់ញាតិណាក៏សូមអញ្ជើញឡើងបានព្រមគ្នាមកបងញោមសៀងជាភេងបងជាខុសណាសូមអញ្ជើញបងសូមគ្រប់ជើញលំមានទៀតចូលរួមប្រគេនគ្រឿងបរិក្ខារចំពោះព្រះសង្ឃហើយម៉ែតេងបណ្ឌិតក៏គ្រប់ជើញហើយម៉ែបាសិកានិងលោកបាសកសូមគ្រប់ជើញទៅប្រគេនគ្រឿងបរិក្ខារមានភេសជ្ជៈមានទឹកបរិសុទ្ធពុទ្ធបកណាចេញខាងនោះទៀតចឹងខ្ញុំប្រកាសណាតាំងនាមជំនួសជួឲ្យលោកអ្នកដកចេញផ្ដើមបុណ្យមានសេចក្តីជ្រះថ្លាបានទុកដាក់នៅរូបិយវត្ថុពលគឺបច្ច័យ4នឹងមាននៅក្នុងដៃកពិយការកៈរបស់លោកម្ចាស់ព្រះអង្គគ្រូធម្មគតិកាចារទាំងពីរព្រះអង្គក្នុងមួយព្រះអង្គ 150000 រៀលសូមព្រះអង្គគ្រូប្រើប្រាស់ក្នុងបច្ច័យ4តែម្យ៉ាងចុះតាមពុទ្ធានុញ្ញាតដើម្បីបានជាបុណ្យយុកុសលសម្រាប់ដល់ពុទ្ធបរិស័ទលោកអ្នកម្ចាស់ទានគ្រប់រូបទាំងអស់នឹងបានជាឧបនិស្ស័យនៃការកើតនៅក្នុងត្រកូលអ្នកមានបញ្ញាសមាទិដ្ឋិគ្រប់ជាតិកំបីគ្លៀកខ្លាយទៅជាប្រការៈដតៃឡាយងអនុមោទនីបន្តអំពីកិច្ចក្នុងការប្រកេននៅតេយ្យធម៌ប្រកេនចំពោះព្រះធម្មកថាកាចារទាំងពីរព្រះអង្គហើយក៏សូមអារាធនាប្រធេរានុធេរៈគ្រប់ព្រះអង្គនិមន្តគង់នៅខាងមុខណារូបសំណាកនៃព្រះសម្មាសម្ពុទ្ធហើយញាតិញោមទាំងអស់គ្នាក្រោកឈរឡើងទាំងអស់គ្នាបងឬក៏អង្គុយក៏បានតែបែរទៅខាងនោះក៏បានដែរបងចឹងក៏សូមអារាធនាប្រធេរៈណាដែលជាព្រះគណៈសង្ឃទាំង5ព្រះអង្គណាហើយញាតិញោមអង្គុយជាជួរក៏បានញាតិញោមខាងក្រោយក៏អាចណាជួយសម្រួលបងណាអង្គុយយ៉ាងណាឲ្យត្រង់ជួរគ្នាបងណាហើយបងប្អូនដែលត្រូវកាន់ខ្សែបូក៏កាន់ទៅហើយញោមឧបាសិកាទិញបណ្ឌរតញោមឧបាសិការស់សកុន្ធាបងណាជួយកាន់នៅកន្ត្រៃណាចឹងក៏សូមអារាធនាណាប្រធេរានុធេរៈគ្រប់ព្រះអង្គនិមន្តទៅខាងមុខណាព្រះពុទ្ធរូបដែលបានរចនានៅក្នុងព្រះអរិយាបថអភ័យមុត្រៈនិងវិតកមុត្រៈណាដែលលោកម្ចាស់គ្រូបានណាបរនីហើយអំពីមុត្រៈទាំង9នៅក្នុងប្រទេសកម្ពុជាយើងហើយក៏សូមអារាធនានៅខាងមុខនេះខាងមុខនេះណាកាត់ពីខាងមុខនិមន្តនៅខាងមុខនេះណាចឹងញាតិញោមទាំងអស់គ្នាក្រោកឈរទាំងអស់គ្នាបងញោមក្រោកឈរឡើងទាំងអស់គ្នាណាចឹងក៏សូមអារាធនាប្រធេរៈទាំង5ព្រះអង្គណាមានលោកម្ចាស់គ្រូឥន្ទ្រិយៈសម្រោសុផតលោកម្ចាស់គ្រូសន្តចតោមុនទៅណារិនរដ្ឋាណាលោកម្ចាស់គ្រូសូត្រស្ដាមមេតាធនោលោកម្ចាស់គ្រូសូត្រឆ្វេងសោវិតៈបណ្ឌិតោណាផន្តេត្របញ្ញាណាសូមអនុមោទនីណាអញ្ចឹងក្នុងការកិច្ចកម្មវិធីតទៅក៏សូមណាអារាធនាណាផន្តេណាលោកឪឥន្ទ្រិយៈសម្រាប់ក្នុងការកាត់ខ្សែបូណាបន្តមកទៀតក៏សូមអារាធនាប្រធេរៈមេតាធនោមឿនសើនក្នុងការកាត់ខ្សែបូជាបន្តណាបន្តអំពីប្រធេរៈមេតាធនោហើយក៏សូមអារាធនាប្រធេរៈសន្តចតោជាព្រះវិន័យធម៌និមន្តកាត់ខ្សែបូណាហើយលោកម្ចាស់ខាងថតក៏និមន្តថតណាផ្ដិតយករូបភាពញាតិញោមទាំងអស់គ្នានៅខាងក្រោយលើកដៃប្រណម្យទាំងអស់គ្នាប៉ុណ្ណាណាហើយក៏សូមអារាធនាណាលោកម្ចាស់គ្រូសោភិតៈបណ្ឌិតោនិមន្តកាត់ខ្សែបូបន្តពីលោកម្ចាស់គ្រូសន្តសោភិតៈបណ្ឌិតោហើយសូមអារាធនាផន្តេធរបញ្ញាជាព្រះលេខាធិការក្នុងវត្តព្រះមហាកុណកតនិមន្តកាត់ខ្សែបូណាបន្តមកទៀតក៏សូមណានិមន្តលោកម្ចាស់គ្រូណាអភិធម្មមានអន្តោនិមន្តឡើងកាត់ខ្សែបូណាតំណាងប្រសង់គ្រប់ព្រះអង្គក្នុងវត្តព្រះមហាកុណកតហើយក៏សូមអញ្ជើញញោមឧបាសិកាណាតេងបណ្ឌរតណាកាត់ខ្សែបូបន្តពីញោមឧបាសិកាតេងបណ្ឌរតហើយក៏សូមអញ្ជើញញោមឧបាសកណាសៀងសៀក
เพลงก็เสียงเจียเพลงกัดใส่โบนำใบบรรจับให้ญาติโยมทั้งออกนี้สาธุการทั้งออกนี้พนะทรงอนุโมทนีอนุโมทนีพิธีกัดใส่โบทรงอนุโมทนีนะจึงให้กอทรงอารัตนีลมจักครูเมตตาเทโนนั่นลมจักก็นานนิมนต์ในห้าเจ็ดเยจะปทเทียอาไตตาจะเยจะปนเทียอานาเกตาปัญจมปันนาเยปนเทียอาหังวันเตียมิสาปเตียเปรียสมาสัมปตทั้งหลายองไอนาได้บานตราเจียเปรียปนเตอหายกระไดเปรียสัมมาสัมปนทั้งหลายองไอนาได้นังบานตราเจียเปรียปนข้างมงกระไดเปรียสัมมาสัมปนทั้งหลายองไอนาได้บานตราเจียเปรียปนยมพระกรุณาทรงกราบไหว้บังคมในพระสัมมาสัมพุทธทั้งหลายโนกรกาแต่งปวงเอติปิสาวเพแกวีอรหังสัมมาสัมพุทโธจารณะสัมปันโนสุขเตาโลกวิตูอนุนจับดามเพื่อพุทธวิสัยกันนะโสมคุณจานิมนต์ของตามกับใครนั่งแปลกอนุโมทเนียยกบนกุศลต่างคเนียโสมอนุโมทเนียพุทธวิสัยโสมอนุโมทเนียยังสมกุลสมขมาโตไกรเมียนกาโคชกวงบรรดาเยิงขยม